ចាចឹងតើតើនឹងវេយ្យាករណ៍ដែលជាមេរៀនថ្មីនៅក្នុងថ្ងៃនេះគាត់កូនធ្លាប់បានឮសូរពាក្យនាមករឬក៏ករណនាមនេះកាលពីមុនមើលមានកូនធ្លាប់ឮទេអត់ដែលឮផងអ្នកគ្រូអត់ដែលឮទេចុះបើពាក្យថានាមកូនធ្លាប់ឮអត់ធ្លាប់ចាល្អចាភាគច្រើនកូនធ្លាប់ដឹងថាអ្វីជានាមមែនទេប៉ុន្តែនាមករឬក៏ករណនាមកូនអត់ធ្លាប់បានដឹងទេណាអញ្ចឹងនាមករឬក៏ករណនាមនេះជាប្រភេទនាមមួយនៅក្នុងជាប្រភេទនៃនាមនៅក្នុងនាមក្នុងភាសាខ្មែរចាអញ្ចឹងនាមមានច្រើនណាប៉ុន្តែឥឡូវកូននឹងរៀននាមមួយប្រភេទដែលហៅថានាមករកូនហៅថានាមករក៏បានឬក៏ករណនាមក៏បានណាអញ្ចឹងមុនពេលចូលមេរៀនថ្មីអ្នកគ្រូសូមរំលឹកមេរៀនចាស់កូនតិចសិនកាលពីម្សិលមិញតើកូនទាំងអស់គ្នារៀនមេរៀនអ្វីដែរយើងរៀនអំពីការតែងកំណាព្យចាល្អណាស់សុនីតាកាលពីម្សិលមិញកូនរៀនមេរៀនការតែងកំណាព្យអូខេមើលកូនណាប្រាប់អ្នកគ្រូបានទេកូនរៀនតែងកំណាព្យប៉ុន្មានបទដែរហើយបទអ្វីខ្លះមើលអ្នកណាឆ្លើយបានជំរាបសួរនភាបាទអ្នកគ្រូចាកូនល្អមើលDelete ប្រាប់អ្នកគ្រូបានទេម្សិលមិញចាកាលពីម្សិលមិញកូនរៀនមេរៀនតែងកំណាព្យហើយកូនរៀនតែងពីបទអីគេខ្លះដែរកូនបទពាក្យ7ចាមួយទៀតបទបំណុលចាល្អណាស់កូនចឹងម្សិលមិញកូនទាំងអស់គ្នារៀនតែងពីបទគឺបទពំនោលហើយនិងបទពាក្យ7មានកូនប្រាប់អ្នកគ្រូបានទេថាតើបទពំនោលមានរង្វាស់កាព្យដូចម្ដេចសុវណ្ណវីចាអ្នកគ្រូបទពំនោលមានមួយវគ្គមាន3ឃ្លាទី1និងឃ្លាទី3មាន6ព្យាង្គឃ្លាទី2មាន4ព្យាង្គចាល្អណាស់បទពំនោលនៅក្នុងមួយវគ្គសុកយូកូនថាម្ដងទៀតមើលបទពំនោលនៅក្នុងមួយវគ្គមាន6ព្យាង្គក្នុងមួយព្យាង្គមាននៅក្នុងមួយវគ្គមានប៉ុន្មានឃ្លានៅក្នុងមួយវគ្គមាន6ឃ្លា No អត់ទេកូនច្រឡំនៅក្នុងមួយវគ្គមានប៉ុន្មានឃ្លាកូននៅក្នុងមួយវគ្គមាន4ឃ្លា3កូន3ណានៅក្នុងមួយវគ្គមានតែ3ឃ្លាទេតើណែកូនចាអ្នកគ្រូចាវិសុទ្ធប្រាប់អ្នកគ្រូមើល3ឃ្លាហ្នឹងឃ្លាទីប៉ុន្មានមានប៉ុន្មានព្យាង្គដែរឃ្លាទី1មាន6ព្យាង្គឃ្លាទី2មាន4ព្យាង្គនិងឃ្លាទី3មាន6ព្យាង្គចាល្អណាស់ឃ្លាទី1នៅក្នុងបទពំនោលមាន6ព្យាង្គឃ្លាទី2មាន4ព្យាង្គហើយនិងឃ្លាទី3មាន6ព្យាង្គអូខេល្អកូននឹងតើតើនឹងបទពំនោលហើយមួយទៀតគឺបទពាក្យ7តារារាជកូនប្រាប់អ្នកគ្រូបានទេថាតើបទពាក្យ7មានរង្វាស់កាព្យដូចម្ដេចសម្រាប់ប្រសិនអ្នកគ្រូក្នុងមួយវគ្គមានវគ្គមាន4ព្យាង្គ4ឃ្លាកូនឃ្លាមុន4ឃ្លា4ឃ្លាឡើង4ឃ្លាមួយឃ្លាមាន7ព្យាង្គចាល្អណាស់អរគុណត្រឹមត្រូវកូនកនិដ្ឋាកូនប្រាប់អ្នកគ្រូម្ដងទៀត
ចាអ្នកគ្រូបាត់ពាក្យ7មានរង្វាស់កាបមួយវគ្គមាន4ឃ្លានិងមួយឃ្លាមាន7ព្យាង្គ ចាល្អណាស់សុខផេងប្រាប់អ្នកគ្រូម្ដងទៀតមើលរង្វាស់កាបបទពាក្យ7សុខផេងទទួលអ្នកគ្រូបានទេកូនបានអ្នកគ្រូ ចាកូនប្រាប់អ្នកគ្រូមើលរង្វាស់ការបទពាក្យ7គឺអីគេដែរ រង្វាស់កាប់នៃបទពាក្យ7គឺ នៅក្នុងមួយវគ្គ មួយវគ្គមាន3ឃ្លា ច្រឡំទេកូនក្នុងមួយវគ្គមាន4ឃ្លាហើយឃ្លានីមួយមានប៉ុន្មានព្យាង្គ 7ព្យាង្គ ចាល្អណាស់បទពាក្យ7ក្នុងមួយឃ្លាមាន7ព្យាង្គអរគុណច្រើនចាំ អ្នកគ្រូលឺខ្ញុំអត់ព្រោះខ្ញុំអ៊ីនធឺណិតខ្ញុំរៀងខ្សោយ ចាលឺកូនប៉ុន្តែយើងដាច់តិចអញ្ចឹងកូនទាំងអស់គ្នាថ្ងៃនេះកូននឹងរៀនមេរៀនថ្មីណាកូនចូលមេរៀនទី4ហើយតកតទៅនឹងសេចក្តីថ្លៃថ្នូរវេយ្យាករណ៍នាមករឬក៏ករណនាមចាចឹងនៅក្នុងមេរៀននេះកូននឹងសិក្សាទៅលើឧទាហរណ៍ហើយកូនអាចកំណត់និយមន័យក៏ដូចជាដឹងពីកំណត់កំណើតនៃនាមករហើយទីចំណុចកគឺកូនអនុវត្តទៅលើមេរៀនថ្មីចាអញ្ចឹងវត្ថុបំណងសំខាន់នៅក្នុងមេរៀនកូននឹងអាចស្គាល់ពីនាមករឬក៏ករណនាមបានច្បាស់ហើយកូនអាចប្រើប្រាស់ណាបន្ទាប់ពីកូនស្គាល់ថាតើអ្វីទៅជានាមករហើយកូនអាចយកវាមកប្រើប្រាស់តាមក្បួនខ្នាតវេយ្យាករណ៍ត្រឹមត្រូវអូខេចឹងមុនពេលចូលនាមករអ្នកគ្រូសួរកូនសិនថាតើដូចម្ដេចដែលហៅថានាមចារស្មីពេជ្រ ចាអ្នកគ្រូនាមគឺជាពាក្យសម្ដីសម្គាល់ឈ្មោះមនុស្សសត្វរុក្ខជាតិទីកន្លែងឬវត្ថុអ្វីមួយ ល្អណាស់មើលម្នាក់ទៀតដូចម្ដេចដែលហៅថានាមកូនអូខេសឹកយូ ចាអ្នកគ្រូនាមគឺជានាមគឺបញ្ជាក់ពីមនុស្សនាមគឺជាមនុស្សសត្វវត្ថុនិងទីកន្លែង ចាមនុស្សសត្វវត្ថុទីកន្លែងអរគុណកូនសុវណ្ណរីម្ដងទៀតមើលកូន អ្នកគ្រូនាមគឺជាពាក្យសម្ដីសម្គាល់ឈ្មោះមនុស្សសត្វរុក្ខជាតិទីកន្លែងឬវត្ថុអ្វី ចាឬវត្ថុអ្វីមួយណាចាអញ្ចឹងនាមគឺជាពាក្យសម្ដីចាកូនទាំងអស់គ្នាឆ្លើយបានត្រឹមត្រូវទាំងអស់គ្នាហើយឆ្លាតពូកែមែនណាគឺជាពាក្យសម្ដីសម្គាល់ឈ្មោះមនុស្សសត្វរុក្ខជាតិទីកន្លែងឬក៏វត្ថុអ្វីមួយណាអញ្ចឹងអានឹងហៅថានាមសម្គាល់ឈ្មោះមនុស្សសត្វរុក្ខជាតិទីកន្លែងឬក៏អ្វីមួយមានកូនអាចឲ្យឧទាហរណ៍ពីនាមទេមើលឲ្យអ្នកគ្រូម្នាក់មួយម្នាក់ពីរមើលលីសាឧទាហរណ៍ពីនាមឲ្យអ្នកគ្រូមួយមើល ចាអ្នកគ្រូនាមមានដូចជាអ្នកគ្រូខ្ញុំផ្ទះសាលា ចាអរគុណច្រើនអ្នកគ្រូខ្ញុំផ្ទះសាលាចាអញ្ចឹងដូចជាអ្នកគ្រូដូចជាសិស្សផ្ទះឬក៏សាលាហ្នឹងយើងសំដៅទៅលើនាមធីតាឲ្យឧទាហរណ៍ពីនាមអ្នកគ្រូមួយពីរមើលកូន ដើមឈើសភៅ ចាដើមឈើសៀវភៅអរគុណ
នៅភាកូនដឹងហ៎អីគេខ្លះទៅនាមកូនឲ្យឧទាហរណ៍អ្នកគ្រូមើលនៅភាទទួលអ្នកគ្រូបានទេកូន គ្រូសុខភ័យថាគាត់ចូលបានអ្នកគ្រូ សុខភ័យហ៎កូន អ្នកគ្រូ គាត់ខ្សោយអ៊ីនធឺណិតដាច់មែនមុនហ្នឹង នៅអ្នកគ្រូគាត់ដាច់អ៊ីនធឺណិតនៅគាត់អត់មានអ៊ីនធឺណិតហ្មងអ្នកគ្រូ អូអូខេចាំមើលឲ្យគាត់ព្យាយាមចូលរហូតមកណាកូនចាំអ្នកគ្រូទទួល អ្នកគ្រូ ចាអញ្ចឹងបាននៅបាត់ឈឹងនៅភាឬអ្នកគ្រូឯកូន បាទ ចានៅភាកូនដឹងទេថាអីគេខ្លះទៅជានាម នាមគឺជាពាក្យសម្ដីសម្គាល់ឈ្មោះមនុស្សសត្វរុក្ខជាតិទីកន្លែងឬវត្ថុអ្វីមួយ ចាកូនឲ្យឧទាហរណ៍បានទេឲ្យអ្នកគ្រូមួយមើល មកដៃ ខ្មៅដៃចាល្អណាស់ចាខ្មៅដៃក៏ជានាមដែរគេឆ្លាតមែនលោកគ្រូអូខេអញ្ចឹងកូនទាំងអស់គ្នាស្គាល់នាមហើយណាកូនទាំងអស់គ្នាស្គាល់ថាអ្វីគឺជានាមហើយកូនក៏អាចឲ្យឧទាហរណ៍បានដែរអញ្ចឹងយើងទៅបន្តទៀតកូនស្គាល់ថានាមហើយអ្នកគ្រូបង្ហាញកូនថាតើមេរៀនថ្មីរបស់យើងសំដៅទៅលើអីគេណាមិនមែននាមតែមួយទេគឺនាមក អូខេអញ្ចឹងមុនពេលកូនចូលដល់ចំណុចវេយ្យាករណ៍កូនមើលមេរៀនទី4យើងសិនណាចំណងជើងនៃមេរៀនទី4គឺសេចក្តីថ្លៃថ្នូរអូខេតូនីតានៅក្នុងរូបភាពនេះកូនមើលឃើញអីគេខ្លះដែរកូន ឃើញគ្រូពេទ្យកសិករ ចា គ្រូបង្រៀនហើយនឹងមនុស្សស្រីកំពុងតែលាងចាន ចាអស់នៅកូន ហើយនឹងកម្មករ ចាហើយនឹងកម្មករអរគុណច្រើនត្រឹមត្រូវកូនអញ្ចឹងដូចសូនីតាគាត់ឆ្លើយមកអញ្ចឹងណាកូនទាំងអស់គ្នាមើលរូបភាពអញ្ចឹងពួកគាត់មានមុខរបរខុសៗគ្នាទាំងអស់មែនទេកូនមានតាំងពីគ្រូបង្រៀនគ្រូពេទ្យកម្មករកសិករណានៅចម្រុះគ្នាអញ្ចឹងកូនមើលសេចក្តីពន្យល់របស់មេរៀនអ្នកគ្រូសុំម្នាក់អានចាដេលីប បាទ កូនអានអត្ថបទរបស់យើងមើល សេចក្តីថ្លៃថ្នូរជាគុណសម្បត្តិដែលគួរលើកសរសើរនិងគោរពក្រៃលែងសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់ៗនឹងកើតមានលុះត្រាតែអ្នកទាំងនោះប្រព្រឹត្តអំពើល្អប្រកបដោយគុណធម៌សីលធម៌និងសុចរិតហើយត្រូវបានមនុស្សទូទៅទទួលស្គាល់ឲ្យតម្លៃនិងគោរពស្រឡាញ់ពិសេសបំផុតត្រូវលះបង់អំពើអាក្រក់ការមើលងាយមើលថោកការងារផ្សេងព្យាយាមប្រព្រឹត្តអំពើល្អប្រពៃមានសេចក្តីក្លាហានតស៊ូអំណត់ធ្វើការងារគ្រប់យ៉ាងដោយមិនរើសអើងឲ្យតែការងារទាំងនោះជាការងារសុចរិត ចាល្អអរគុណកនិខាកូនអានម្នាក់ទៀត សេចក្តីថ្លៃថ្នូរជាគុណសម្បត្តិដែលគួរលើកសរសើរនិងគោរពក្រៃលែងសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់ៗនឹងកើតមានលុះត្រាតែអ្នកទាំងនោះប្រព្រឹត្តអំពើល្អប្រកបដោយគុណធម៌និងសុចរិតហើយត្រូវបានមនុស្សទៅទទួលស្គាល់ឲ្យតម្លៃនិងគោរពស្រឡាញ់ពិសេសបំផុតត្រូវលះបង់អំពើអាក្រក់ការមើលងាយឃើញថោកការមើលងាយមើលថោកការងារផ្សេងជាយាមប្រព្រឹត្តល្អអំពើល្អប្រពៃមានសេចក្តីក្លាហានតស៊ូអំណត់
ធ្វើការងារគ្រប់យ៉ាងដែលមិនរើសអើងឲ្យតែការងារទាំងនោះជាការងារសុចរិត ចាអរគុណកូនល្អអញ្ចឹងកូនណាប្រាប់អ្នកគ្រូបានទេដូចម្ដេចដែលហៅថាសេចក្តីថ្លៃថ្នូរកូនចេះលើកដៃណា ខ្ញុំលើកដល់តែអ្នកគ្រូ សឹកយូ សេចក្តីថ្លៃថ្នូរជាគុណសម្បត្តិដែលគូលើកសរសើរនិងគោរពក្រៃលែង ចាអរគុណត្រឹមត្រូវសេចក្តីថ្លៃថ្នូរកូនសំដៅទៅលើគុណសម្បត្តិណាគុណសម្បត្តិដែលគួរលើកសរសើរនិងគោរពក្រៃលែងអញ្ចឹងកូនដឹងទេថាតើមនុស្សម្នាក់អាចមានសេចក្តីថ្លៃថ្នូរបានលុះត្រាតែម្នាក់នឹងយ៉ាងម៉េចទៅកូនវិសុទ្ធកូនឆ្លើយបានទេ បានណាគ្រូ ចាមនុស្សម្នាក់ដែលអាចមានសេចក្តីថ្លៃថ្នូរបានលុះត្រាតែម្នាក់នោះយ៉ាងម៉េចទៅកូន ញ៉ាំដឹងហ៎ អត់ដឹងផងនៅក្នុងអត្ថបទអានមិញតាកូនកូនមើលខ្លឹមសារអត្ថបទឡើងវិញណាលីសា ត្រូវប្រព្រឹត្តអំពើល្អ អូចាអរគុណច្រើនត្រូវប្រព្រឹត្តអំពើល្អមិនទៀតលីសា ចាអ្នកគ្រូសេចក្តីថ្លៃថ្នូររបស់មនុស្សម្នាក់នឹងកើតមានលុះត្រាតែអ្នកទាំងនោះប្រព្រឹត្តអំពើល្អប្រកបដោយគុណធម៌សីលធម៌និងសុចរិតហើយត្រូវបានមនុស្សទូទៅទទួលស្គាល់ឲ្យតម្លៃនិងគោរពស្រឡាញ់ ចាអរគុណត្រឹមត្រូវណាអញ្ចឹងមនុស្សម្នាក់មានសេចក្តីថ្លៃថ្នូរបានលុះត្រាតែប្រព្រឹត្តអំពើល្អបើប្រព្រឹត្តអំពើអាក្រក់គេចាត់ទុកថាមានសេចក្តីថ្លៃថ្នូរអត់កូនចាអត់មានទេ គេគិតថាមានសេចក្តីថោកទាប ចាកូនអូខេมันមានសេចក្តីថ្លៃថ្នូរចាអញ្ចឹងមនុស្សម្នាក់អាចមានសេចក្តីថ្លៃថ្នូរបានលុះត្រាតែមនុស្សម្នាក់ហ្នឹងគាត់ប្រព្រឹត្តអំពើល្អបើប្រកបការងារវិញគឺការងារដែលសុចរិតហ្នឹងត្រឹមត្រូវណាអត់មានលួចឆក់ប្លន់អ្នកណាទេអូខេមានគុណធម៌សិលធម៌ហើយអ្នកហ្នឹងគឺទទួលស្គាល់ឲ្យតម្លៃហើយនឹងគោរពស្រឡាញ់ចាដោយអ្នកគ្រូបញ្ជាក់បន្ថែមចឹងណាតើតែម្នាក់ហ្នឹងគាត់អត់ប្រព្រឹត្តអំពើអាក្រក់ឬក៏មើលងាយអ្នកណាម្នាក់ទើបគាត់ហ្នឹងអាចចាត់ទុកថាមានសេចក្តីថ្លៃថ្នូរចាអញ្ចឹងនៅក្នុងមេរៀនទី4ហ្នឹងគឺពាក់ទងទៅនឹងសេចក្តីថ្លៃថ្នូរហើយកូននឹងរៀនពាក់ទងទៅនឹងអំណាចបំណិនការនិយាយហើយនឹងសំណេរផ្សេងៗដូចមេរៀនមុនដែរគ្រាន់តែប្រធានបទខុសគ្នាអូខេអញ្ចឹងបន្ទាប់នេះកូននឹងរៀនពាក់ទងទៅនឹងមេរៀនថ្មីនាមករឬក៏ករណនាមអញ្ចឹងនេះជាសេចក្តីបញ្យលនៅក្នុងសៀវភៅរបស់យើងរស្មីពេជ្រកូនអានអត្ថបទមេរៀនយើងមើល ចាអ្នកគ្រូអានឲ្យគេអ្នកគ្រូ អានមេរៀនណាអ្នកគ្រូកំពុងបង្ហាញកូននឹងមក តើអ្វីទៅជានាមករ ឬ ករណនាម ករណនាមចូលអ្នកអានឧទាហរណ៍ខាងក្រោមសេចក្តីថ្លៃថ្នូរត្រូវបានទទួលការកោតសរសើរនិងសេចក្តីស្រឡាញ់រាប់អានផងដែរការប្រព្រឹត្តអំពើល្អតែងទទួលបានផលល្អពាក្យសេចក្តីថ្លៃថ្នូរការកោតសរសើរសេចក្តីស្រឡាញ់ការគោរពសេចក្តីរាប់អានការប្រព្រឹត្តគឺជានាមករឬករណនាម ចាអរគុណត្រឹមត្រូវកូនអ្នកគ្រូសុំម្នាក់ទៀតដែលលេប បាទ កូនអានមេរៀនខ្លឹមសារមេរៀនមក ចូលអានឧទាហរណ៍ខាងក្រោមសេចក្តីថ្លៃថ្នូរត្រូវបានទទួលការកោតសរសើរនិងសេចក្តីស្រឡាញ់រាប់អានផងដែរការប្រព្រឹត្តអំពើល្អតែងទទួលបានផលល្អពាក្យសេចក្តីថ្លៃថ្នូរការកោតសរសើរសេចក្តីស្រឡាញ់ការគោរពសេចក្តីរាប់អានការប្រព្រឹត្តគឺជានាមករឬ
កូននាម ចាអរគុណអញ្ចឹងកូនមើលខ្លឹមសារមេរៀនយើងទាំងអស់គ្នាគេសួរថាតើអ្វីជានាមកឬក៏ករណនាមឧទាហរណ៍សេចក្តីថ្លៃថ្នូរត្រូវបានទទួលការកោតសរសើរនិងសេចក្តីស្រឡាញ់រាប់អានផងដែរការប្រព្រឹត្តអំពើល្អតែងទទួលបានផលល្អអញ្ចឹងគេប្រាប់កូនថាពាក្យណាកូនមើលទាំងអស់គ្នាគេថាមិនពាក្យសេចក្តីថ្លៃថ្នូរដែលលើកពីឧទាហរណ៍នេះអញ្ចឹងអានេះឧទាហរណ៍ជាល្បះអញ្ចឹងគេឆ្កឹះយកពាក្យណាដែលជាអីគេនាមកគេថាម៉េចគេថាសេចក្តីថ្លៃថ្នូរការកោតសរសើរសេចក្តីស្រឡាញ់ការគោរពសេចក្តីរាប់អានការប្រព្រឹត្តគឺជានាមកណាអញ្ចឹងពាក្យទាំងអស់ហ្នឹងនាមហើយកូននាមប៉ុន្តែប្រភេទរបស់វាគឺនាមកតោះនេះអ្នកគ្រូនឹងបង្ហាញឧទាហរណ៍កូនបន្ថែមទៀតឲ្យកូនកាន់តែច្បាស់អញ្ចឹងអ្នកណាប្រាប់អ្នកគ្រូបានទេថាតើអ្វីជានាមកឬក៏ករណនាមអាចឲ្យនិយមន័យបានទេសុវណ្ណវី អ្នកគ្រូនាមបង្កឬករណនាមគឺជានាមសម្ដែងសភាពឬសកម្មភាព ចាល្អណាស់អ្នកគ្រូចាកូនចាតារារាជកូនដឹងទេតើអ្វីជានាមកឬក៏ករណនាមនាមកគឺជានាមកគឺជាមិនចាកូនគឺជាឲ្យស្ងាត់ឈឹងចឹងតារារាជឬអ្នកគ្រូឲ្យកូនដាច់បាត់ហើយវិសុទ្ធវិញម្ដងវិសុទ្ធប្រាប់អ្នកគ្រូមើលតើអ្វីជានាមកនាមកឬក៏នាមជានាមសម្ដែងសភាពឬសកម្មភាពចាល្អនាមកគឺជានាមសម្ដែងសភាពឬសកម្មភាពនេះចានាមកឬករណនាមគឺជានាមសម្ដែងសភាពឬសកម្មភាពសភាពអីមួយសកម្មភាពមានន័យថាអំពើការធ្វើអ្វីមួយណាអានេះជានិយមន័យឥឡូវអ្នកគ្រូបង្ហាញកូនថាតើនាមកមានកំណើតចេញពីណាណាអញ្ចឹងកំណើតនៃនាមកតើនាមកឬក៏ករណនាមមានកំណើតមកពីណាខ្លះអញ្ចឹងនាមកមានកំណើតមកពី2ណាទី1កិរិយាសព្ទគុណនាមឬក៏នាមមានន័យថាពាក្យដែលមានថ្នាក់ពាក្យជាកិរិយាសព្ទគុណនាមឬក៏នាមមួយចំនួនដែលអាចបំលែងខ្លួនរបស់វាទៅជានាមគេហៅថានាមកទី2គឺវិធីបន្សំដោយបន្ថែមដើមនិងបន្ថែមចុងអូខេអញ្ចឹងវិធីបន្សំនៅក្នុងភាសាខ្មែរចែកចេញជា2ណាទី1កូនបន្ថែមដើមមានន័យថាកូនបន្ថែមពាក្យនៅខាងមុខហើយទី2គឺបន្ថែមចុងកូនបន្ថែមពាក្យនៅខាងចុងវិញឥឡូវអ្នកគ្រូបង្ហាញឧទាហរណ៍ទៅកូនងាយស្រួលយល់ចាកំណើតនាមកទី1អញ្ចឹងនាមកកើតពីថ្នាក់ពាក្យ3ហ្នឹងណាកូនឧទាហរណ៍កិរិយាសព្ទនឹកណានឹកវាប្រែคล้ายទៅជាពាក្យលំនឹកពាក្យនឹកនេះកូនដឹងថ្នាក់ពាក្យរបស់នឹកគឺកិរិយាសព្ទមែនទេពាក្យនឹកកូននឹកថ្នាក់ពាក្យជាកិរិយាសព្ទប៉ុន្តែនៅពេលដែលវាបំលែងទៅជានាមវិញ
នឹកខ្លាយទៅជាលំនឹកអញ្ចឹងលំនឹកនេះទៅជានាមអីគេវិញពាក្យលំនឹកគេហៅនាមអីកូនធីតាលំនឹកហ្នឹងនាមអីគេ នាមមកឬករណនាម ចាល្អអញ្ចឹងពាក្យដែលវាคล้ายពីកិរិយាសព្ទហើយនឹងคล้ายពីគុណនាមคล้ายពីនាមវាបំលែងខ្លួនទៅជានាមវិញពាក្យនឹកថ្នាក់ពាក្យជាកិរិយាសព្ទបំលែងទៅជាពាក្យលំនឹកអញ្ចឹងលំនឹកគឺជានាមមកណាអូខេពាក្យខ្ពស់ថ្នាក់ពាក្យវាជាគុណនាមអញ្ចឹងនៅពេលដែលវាបំលែងទៅជានាមវាយើងបានពាក្យអីគេកំពស់អញ្ចឹងពាក្យកំពស់ហ្នឹងវាជានាមមកពាក្យមួយទៀតពាក្យស្រែថ្នាក់ពាក្យជានាមមែនទេកូនប៉ុន្តែនាមធម្មតានៅពេលដែលវាបំលែងខ្លួនទៅជានាមសម្រែវិញវាคล้ายទៅជាសម្រែនេះទៅជានាមមកណាអញ្ចឹងនឹកនេះវាបង្ហាញពីសកម្មភាពឬក៏សភាពអីគេការនឹករលឹកកូនការនឹករលឹកអ្វីមួយឬក៏នរណាម្នាក់អាហ្នឹងហៅថាការសម្ដែងនៅសភាពឬក៏សកម្មភាពកម្ពស់វាមកពីពាក្យខ្ពស់ណាធ្វើឲ្យខ្ពស់សម្រែចេញមកពីពាក្យស្រែណាការធ្វើស្រែជាងហ្នឹងអញ្ចឹងពាក្យលំនឹកកម្ពស់ហើយនឹងសម្រែនេះគឺជានាមមកអូខេម្ដងទៀតណាកូននឹកទៅជាលំនឹកខ្ពស់ទៅជាកម្ពស់ស្រែទៅជាសម្រែអញ្ចឹងពាក្យទាំង3ដែលคล้ายមកពីនេះคล้ายមកពីថ្នាក់ពាក្យទាំង3ហ្នឹងវាคล้ายទៅជានាមមកទាំងអស់ណាអូខេអរគុណអាហ្នឹងចំណុចទី1កំណើតនាមមកតកតឹងនឹងទី2វិធីបន្សំចឹងដោយអ្នកគ្រូជំរាបកូនមុននឹងចឹងថាបន្សំចែកចេញជា2យើងមានបន្ថែមដើមហើយនឹងបន្ថែមចុងសុវណ្ណវីពាក្យបន្ថែមដើមអ្នកគ្រូដាក់ឲ្យកូននេះមានពាក្យអីគេខ្លះចាអ្នកគ្រូពាក្យបន្ថែមដើមមានការសេចក្តីនិងភាពចាអរគុណអញ្ចឹងពាក្យបន្ថែមដើមអាចមានលើសនឹងទៀតណាអ្នកគ្រូលើកឡើងតែ3ពាក្យទេមានន័យថាចង់ឲ្យនាមមួយខ្លាចជានាមមកកូនត្រូវយកពាក្យបន្ថែមដើមហ្នឹងយកមកដាក់នៅខាងមុខកិរិយាសព្ទតោះនេះអញ្ចឹងពាក្យការនេះជាពាក្យបន្ថែមដើមកូនថែមនៅពីមុខពាក្យពន្យល់ឲ្យចេញទៅជាការពន្យល់អញ្ចឹងការពន្យល់នេះហៅថានាមមកកូនប្រើពាក្យភាពដាក់នៅខាងមុខសំរុំហើយវាចេញទៅជាភាពសំរុំអញ្ចឹងភាពសំរុំជានាមមកអញ្ចឹងបើពាក្យការមួយម៉ាត់ភាពមួយម៉ាត់សេចក្តីមួយម៉ាត់មិនមែនជានាមមកទេលុះត្រាតែការហ្នឹងបូកជាមួយនឹងពាក្យមួយទៀតឲ្យចេញទៅជានាមណាសូនីតាកូនអានឧទាហរណ៍ម្ដងទៀតពាក្យអីគេខ្លះឧទាហរណ៍ការបូកនឹងពន្យល់ការពន្យល់ភាពបូកនឹងសំរុំភាពសំរុំសេចក្តីបូកនឹងថ្លៃថ្នូរសេចក្តីថ្លៃថ្នូរចាអរគុណច្រើនសុកយូអានម្នាក់ទៀតការឧទាហរណ៍ការបូកពន្យល់ស្មើភាពពន្យល់ភាពបូកសំរុំស្មើភាពសំរុំសេចក្តីបូកថ្លៃថ្នូរស្មើសេចក្តីថ្លៃថ្នូរចាអរគុណត្រឹមត្រូវអញ្ចឹងអានឹងបន្ថែមដើមអ្នកគ្រូបញ្ជាក់ម្ដងទៀតណាកូនយកពាក្យដាក់
ពាក្យការសេចក្តីហើយនឹងភាពហ្នឹងដាក់នៅខាងមុខអាហ្នឹងឯងបានបន្ថែមដើមណាអូខេចុះបើបន្ថែមចុងវិញធីតាពាក្យបន្ថែមចុងដែលអ្នកគ្រូដាក់ជូនមានអីគេខ្លះ ចាអ្នកគ្រូមានកិច្ចភាពធម៌និងនិយម ចាមានពាក្យកម្មកិច្ចភាពធម៌និយមឧទាហរណ៍វិសុទ្ធអានឧទាហរណ៍ ឧទាហរណ៍ប្រតិកម្មភារកិច្ចសេរីភាពអរិយធម៌អាត្មានិយម ចាអាហ្នឹងកូនអានតែគេអានតែនាមកហ៎អញ្ចឹងមានន័យថាកូនប្រើពាក្យប្រតិបូកនឹងកម្មចេញប្រតិកម្មអញ្ចឹងពាក្យកម្មនេះជាពាក្យដែលបន្ថែមនៅខាងចុងណាពាក្យភារៈកូនបូកជាមួយនឹងកិច្ចចេញទៅជាពាក្យភារៈកិច្ចណាសេរីបូកភាពចេញទៅជាពាក្យសេរីភាពអរិយៈបូកនឹងធម៌កូនបានពាក្យអីគេអរិយធម៌អាត្មាបូកនឹងនិយមកូនបានពាក្យអាត្មានិយមចាអញ្ចឹងពាក្យប្រតិកម្មភារកិច្ចសេរីភាពអរិយធម៌អាត្មានិយមកូនហៅថាជានាមកឬក៏ករណនាមវាកើតឡើងដោយបន្ថែមនៅខាងចុងអូខេអញ្ចឹងកំណើតនៃនាមកមានពីរបែបហ្នឹងណាទី1កូនបំលែងពាក្យកិរិយាសព្ទគុណនាមហើយនឹងនាមឲ្យទៅជានាមហើយមួយទៀតគឺកូនបន្ថែមដើមហើយនឹងបន្ថែមចុងឥឡូវកូនកត់ខ្លឹមសារកន្លែងនឹងចូលសិភៅកូនសិនតោះកូនយកសិភៅសរសេរដៃមកទាំងអស់គ្នាមកនិព្វាកុំភ្លេចយកសិភៅកត់មេរៀនកូនអ្នកគ្រូឲ្យពេលកូន2នាទីណាកូនកត់មេរៀនកន្លែងនឹងចូលសិភៅមកគ្រូសេហើយអ្នកគ្រូ ចាល្អអ្នកគ្រូកាត់ហើយ ចារឿងខ្ញុំក៏ហើយ ចា អ្នកគ្រូ គឺទៅដល់ម៉ោងហើយ ចិត្តដាច់ទេអ្នកគ្រូ ចិត្តដាច់ អ្នកគ្រូ អត់អីទេមកក្រោយអ្នកគ្រូនឹងឲ្យកូនសរសេរបន្តទៀតណា
អញ្ចឹងម៉ោងក្រោយកូននឹងមានលំហាត់អនុវត្តដើម្បីដាក់ពិន្ទុសម្រាប់កិច្ចការផ្ទះលើកទី2ណាហើយអ្នកគ្រូនឹងបង្ហើយមេរៀនកន្លែងនេះជូនកូនទាំងអស់គ្នាអញ្ចឹងកូនមានពេលសម្រាប់10នាទីជួបអ្នកគ្រូនៅម៉ោងក្រោយទៀត វា លាអ្នកគ្រូ ជម្រាបលា អ្នកគ្រូ ជម្រាបលាអ្នកគ្រូ ជម្រាបលា វាលាអ្នកគ្រូ ចា